បាទសួស្តីបងប្អូនបាទអានេះបងប្អូនស្គាល់អត់បងប្អូនអានេះគេហៅថាទ្រូហើយទ្រូនេះខ្ញុំទើបតែត្បាញវាហើយទើបតែរែងវាហើយបងប្អូនទ្រូនេះគឺមានកម្ពស់វាជាង2ម៉ែត្របងប្អូនជាង2ម៉ែត្របងប្អូនមើលទៅខ្ពស់បាទខ្ពស់ដែរហើយទំហំវាគឺបើអត់តន់ផ្គុំបាទ1ម៉ែត្រជាងបាទអត់ទាន់ផ្គុំលាវាទៅគឺ1ម៉ែត្រជាងតែដល់ពេលបើយើងផ្គុំហើយអញ្ចឹងវាអត់ដល់1ម៉ែត្រទេបាទវា5ទឹកបាទ5 6ទឹកអីចឹងទៅអញ្ចឹងទ្រូនេះដែរខ្ញុំទើបតែផ្គុំអត់ទាន់បានហើយ 100% ទេគឺទើបតែបាន 70% បាទបាន 70% ព្រោះថានៅយើងដាក់តម្លើងធ្នង់វាទៀតដាក់ធ្នង់ហើយនឹងដាក់ស្ទះដាក់ប្រោះវាហើយធ្នូនេះជាប្រភេទធ្នូទ្រូនេះគឺជាប្រភេទដែលទ្រូយើងដាក់តាមព្រែកធំបាទដោយសារតែកន្លងមកខ្ញុំឃើញព្រែកដែលនៅស្រុកខាងប្រពន្ធហ្នឹងគឺត្រីច្រើនហើយអត់មានពីណាគេធ្វើដាក់អញ្ចឹងបានខ្ញុំចាប់ផ្ដើមធ្វើទៅហើយតែមិនធ្វើលើកទី1បងប្អូនបាទធ្វើលើកទី1ទៅយកដាក់មើលគីឡូវាបានត្រីធម្មជាតិដោយសារតែកន្លងមកហ្នឹងគឺយើងទិញតែត្រីគេចិញ្ចឹមដាក់ចំណីដីឲ្យស៊ីអញ្ចឹងយើងត្រូវធ្វើកែច្នៃវាដើម្បីដាក់អានេះកពូលវាបាទអានេះខាងលើវាយើងធ្វើខាងលើយើងតូចទៅបាទដល់ពេលមកដល់ខាងក្រោមនេះធំទៅណាបងធំទៅអញ្ចឹងណាអញ្ចឹងវាធំបាទវាធំហើយកពស់វាខ្ពស់ហើយនៅខាងស្រុកប្រពន្ធខ្ញុំគេដាក់ដែរទ្រូតែគេដាក់ទ្រូទូចបាទទ្រូទូចគេអត់ធ្វើទ្រូធំអញ្ចឹងទេតែនេះគឺខ្ញុំចាប់ផ្ដើមធ្វើលើកដំបូងវាអត់ទាន់បានស្អាតទេហើយអត់ទាន់បានតម្លើងធ្នង់ទេកាលពីមុនចាស់ក៏ដាក់ធ្នង់ដើមធ្មេញត្រីបាទដើមធ្មេញត្រីប៉ុន្តែឥឡូវអត់មានធ្មេញត្រីមានដាក់ដែកអញ្ចឹងណាអញ្ចឹងយើងទិញដែកមកដើមមកទិញដែកដែកថ្នាំងអំពៅ10លីហើយថ្នាំងអំពៅ10លីហ្នឹងគឺខ្ញុំបានត្រៀមមកទិញហើយមិញហើយតន់ពុតដាក់ទេអញ្ចឹងយើងមកថតឲ្យបងប្អូនមើលសិនអានេះគុំនេះធ្នេវាអញ្ចឹងណាធ្នេហើយត្បាញមិននិយាយទេបងប្អូនអត់3ថ្ងៃត្មមទៅហើយបានប៉ុណ្ណឹងធ្នូនេះសឹងដាក់ក្មេងមួយចូលមិនមែនថាសឹងហ្នឹងដាក់ក្មេងមួយចូលហ្មងនិយាយទៅវាខ្ពស់និយាយទៅវា2ម៉ែត្រជាងហើយវាខ្ពស់ហើយចាំមើលពេលដែលខ្ញុំធ្វើហើយខ្ញុំយកទៅតម្លើងដាក់នៅក្នុងព្រែកហើយបងប្អូនចាំមើលពេលហ្នឹងគឺខ្ញុំថតត្រីចូលមិនចូលអីដឹងហ៎បាទនេះបាន 70% ហើយនិយាយសាដើមបាទបាន 70% នៅសល់ 30% ទៀតនៅស្ទះហើយនឹងធ្នង់វាហើយនឹងប្រោះអញ្ចឹងចិត្តបានសម្រាប់ហើយហើយជាស្អែកបានសម្រាប់ហើយពេលដែលខ្ញុំតម្លើងហើយខ្ញុំដាក់ធ្នង់ដាក់ស្ទះដាក់ប្រោះហើយខ្ញុំនឹងថតមួយសារទៀតពេលធ្វើបន្ទោះវាពេលពុះស័យពុះខ្ញុំអត់បានថតដោយសារតែម្នាក់ឯងវាបាក់ថតអញ្ចឹងពេលរែងក៏អត់បានថតឥឡូវគុំវាហើយបងប្អូនចាំមើលបានត្រីប្រហែលនេះបើសិនណាជាត្រីចូលតែ2នេះចូលតែ2ថ្នាំងនេះជាចូលពីលបែងនេះអាលបែងទី1ទី2នេះចូលតែ2ហ្នឹងគឺកន្លះតោតពេត្រូហើយដោយសារតែវាធំអានេះជាពេតពណ៌ហ្នឹងដោយសារតែខ្ញុំអត់ទាន់បានដាក់ក្នុងបើដាក់ក្នុងហើយដល់មូលហ្មងដល់ស្អាតហ្មងអានេះយើងធ្វើក្បាលទៅយើងធំតូចនេះមកក្រោយយើងតូចនិយាយទៅយើងកប៉ោងទ្រូគេដាក់យើងតូចខាងចុងនេះខាងចុងនេះខាងលើនេះយើងតូចទៅដល់ពេលមកដល់ពាក់កណ្ដាលនេះទៅយើងធំហើយដល់ពេលមកក្រោមនេះយើងតូចតិចវិញមកណានេះគាត់ខ្ញុំរៀបរាប់ពីការធ្វើទ្រូឲ្យវាធ្វើអញ្ចឹងទៅយើងអត់ដែរធ្វើហើយចាំមើលតិចទៀតតម្លើងហើយចាំមើលស្អាតវាមិនចាំមើលទាំងអស់គ្នា